សូមជូនរឿងភ្នំសំពៅកាលពីព្រេងនាយមានព្រះមហាក្សត្រមួយអង្គព្រះនាមរាជកុលសោយរាជនៅប្រទេសកម្ពុជាតាំងព្រះរាជវាំងនៅលើជួរភ្នំដងរែកព្រះបាទរាជកុលទ្រង់សពព្រះរាជហឫទ័យនឹងស្ត្រីម្នាក់ឈ្មោះនាងសុវណ្ណមសានាងនេះជាកូនក្រីក្រទេប៉ុន្តែនាងមានរូបឆោមស័ក្តិសមល្អឆើតនាងចិញ្ចឹមក្រពើមួយក៏មានឫទ្ធិក្លាហានឈ្លាសវៃណាស់ទោះបីប្រើឲ្យវាធ្វើអ្វីបានទាំងអស់ក្រពើនោះមានខ្លួនធំលើសប្រមាណនាងឲ្យឈ្មោះអាធន់តាមដំណើរថាមុនដំបូងនាងសុវណ្ណមសារើសបានពងសត្វមួយយកមកទុកដោយនាងមិនស្គាល់ថាជាពងសត្វអ្វីទេប៉ុន្តែលុះដល់ថ្ងៃខែនឹងញ័រស្រាប់តែឃើញចេញជាកូនក្រពើមកនាងក៏ចេះតែអាណិតខំចិញ្ចឹមថែរក្សាដោយពេញចិត្តណាស់ក្រពើនោះទៀតសោតក៏ប្លែកពីក្រពើទាំងពួងចេះស្ដាប់បង្គាប់នាងដូចជាមនុស្សសុទ្ធសាធឯព្រះបាទរាជកុលលុះបាននាងសុវណ្ណមសាមកជាគូស្នេហាហើយមិនយូរប៉ុន្មានក៏បែរជាមានព្រះតីពុំសូវស្ម័គ្រស្មោះទៅវិញដោយទ្រង់ព្រះតម្រើយល់ឃើញថានឹងលើកនាងជាអគ្គមហេសីពេញទីពុំបានព្រោះនាងជារាជមានឋានៈពុំស្មើពុំសមនឹងរៀបអភិសេកជាអគ្គមហេសីឡើយលុះទ្រង់ព្រះតម្រើដូច្នេះហើយទ្រង់ស្ដេចទៅក្រាបបង្គំព្រះវរបិតាបិតាក៏ទ្រង់យល់តាមហើយចាត់ស៊ើបសួររកស្ត្រីណាដែលមានពូជពង្សត្រកូលខ្ពង់ខ្ពស់ដើម្បីរៀបអភិសេកជាមួយព្រះរាជបុត្ររបស់ព្រះអង្គយូរបន្តិចមកឮដំណឹងថានៅស្រុកច័ន្ទបុរីមានស្ដេចមួយព្រះអង្គមានព្រះរាជបុត្រីមួយព្រះនាមនាងរំសាយសោះព្រោះព្រះនាងមានសក់ទិព្វចង់បានអ្វីក៏បានដូចប្រតីគឺព្រះនាងគ្រាន់តែច្រណួតព្រះកេសីតីចង់ឲ្យទឹកសមុទ្រខាក់ទៅជាដីគោកក៏បានចង់ឲ្យដីគោកคล้ายទៅជាទឹកសមុទ្រក៏បានព្រះវររាជមាតាបិតានៃព្រះបាទរាជកុលទ្រង់ប្រាសេនាឲ្យនាំសារទៅថ្វាយស្ដេចក្រុងច័ន្ទបុរីដើម្បីដណ្ដឹងនាងនោះតាមព្រះរាជប្រពៃណីស្ដេចក្រុងច័ន្ទបុរីក៏ពុំទ្រង់យល់ទាស់ឡើយទ្រង់តបព្រះរាជសារមកព្រះវររាជមាតាបិតានៃព្រះបាទរាជកុលថាបើទ្រង់សពព្រះរាជហឫទ័យសូមទ្រង់លើកបណ្ណាការមកចុះសេនាបានទទួលព្រះរាជអង្ការហើយក្រាបបង្គំលាត្រឡប់មកក្រាបបង្គំទូលព្រះរាជមាតាបិតានៃព្រះបាទរាជកុលវិញសពគ្រប់តាមដំណើរនោះព្រះបាទរាជកុលបានទ្រង់ព្រះសណ្ដាប់ដូច្នោះក៏ទ្រង់មានព្រះតីសូមនស្សពុនប៉ែកទើបទ្រង់ត្រាស់បង្គាប់ឲ្យរៀបចំគ្រឿងបណ្ណាការយ៉ាងឧឡារិកផ្ទុកក្នុងសំពៅដើម្បីធ្វើព្រះរាជដំណើរចេញទៅកាន់ក្រុងច័ន្ទបុរីចំណែកនាងសុវណ្ណមសាលុះបានដំណឹងនេះហើយក៏កើតចិត្តក្តៅក្រហាយខ្លាំងណាស់ទើបប្រោក្រពើឲ្យទៅតាមគល់សំពៅនោះឲ្យលេចវិនិច្ឆ័យអន្តរាយដើម្បីមិនឲ្យព្រះបាទរាជកុលទៅជួបនឹងនាងរំសាយសោះក្រពើនោះក៏ប្រើបានដោយចិត្តវាបោះពួយខំទឹកលឿនដោយព្រួញលុះទៅចិត្តដល់សំពៅព្រះបាទរាជកុលក៏ទ្រង់ក្រឡេកឃើញអាធុញក៏ទ្រង់មានប្រាក់បន្ទូលខ្លាំងថាណែអាធុញអញទេកុំមកធ្វើប្រទេសផ្ដាអាធុញឆ្លើយតបទៅវិញថាស៊ីបាយអ្នកណាយកអាសាអ្នកនោះពួកពលក្រឡេកឃើញក្រពើធំសម្បាមក៏ភ័យស្រែកឆឡោពេញទាំងសំពៅខ្លះបោះត្រឡែកលពៅព្រមទាំងមួននឹងទាទាំងត្រង់ទៅឲ្យអាធុនស៊ីដើម្បីឲ្យវាឈប់វាឃ្លាតអំពីសំពៅតែអាធុនពុំទទួលស៊ីសោះព្រះបាទរាជកុលក៏បួងសួងអស់ទេវតាសូមឲ្យលោកជួយឲ្យផុតពីគ្រោះថ្នាក់ដោយបុណ្យបារមីព្រះអង្គសេចក្តីបួងសួងនោះក៏រំជួលទៅដល់ព្រះឥន្ទ្រាធិរាជព្រះឥន្ទ្រាធិរាជក៏ទ្រង់ប្រើបម្រើទៅប្រាប់ព្រះនាងរំសាយសោះភ្លាមព្រះនាងរំសាយសោះក៏ច្របួតព្រះកេសី
ឲ្យទឹកសមុទ្រខាស់ទៅជាដីគោកទាំងអស់ក្រពើក៏ជាប់ក្នុងដីមុននឹងដាច់ខ្យល់ស្លាប់ក្រពើនោះគាស់កន្ទុយផងដោះដង្ហើមធំផងរមួលខ្លួនត្រឡប់ត្រឡាញ់ហើយតួខ្លួនក្រពើនោះគាស់កន្ទុយនឹងត្រង់ច្រមុះក្រពើក៏កើតទៅជាបឹងពីរនៅសប្តាហ៍ថ្ងៃនេះហៅថាបឹងកន្ទុយក្រពើនិងបឹងច្រមុះក្រពើឯសំពើនោះក៏កើតទៅជាភ្នំមួយធំមានរាងជាសំពើសុទ្ធសាធហៅថាភ្នំសំពើតែអៀងបន្តិចព្រោះរលកបោកខ្លាំងណាស់នៅពេលដែលអាធន់ចិត្តទៅដល់សំពើក្តោងសំពើក៏សណ្ដាក់ធ្លាក់ទៅក្នុងទឹកកើតទៅជាភ្នំមួយហៅថាភ្នំក្តោងសំពើថ្វាលទាល់សប្តាហ៍ថ្ងៃនេះទ្រង់មន់ទ្រង់ទាដែលពួកពលបោះទៅឲ្យក្រពើក៏កើតទៅជាភ្នំមួយទៀតហៅថាទ្រង់មន់ទ្រង់ទាដល់រាប់ដល់សប្តាហ៍ថ្ងៃនេះលុះសមុទ្រคล้ายទៅជាដីហើយព្រះបាទរាជកុលទ្រង់ប្រើពួកពលឲ្យជញ្ជូនប្រដាប់ប្រដាទាំងពួងយ៉ាងទៅកាន់ក្រុងច័ន្ទបុរីដើម្បីរៀបអភិសេកជាមួយព្រះនាងរំសាយសក់តាមព្រះរាជប្រពៃណីកន្លែងដែលព្រះនាងរំសាយសក់ច្របូតកេសីនោះក៏កើតទៅជាភ្នំមួយនៅខាងត្បូងភ្នំសំពៃហៅថាភ្នំរំសាយសក់ដល់សប្តាហ៍ថ្ងៃនេះការរៀបអភិសេករួចស្រេចហើយព្រះបាទរាជកុលទ្រង់នាំព្រះនាងរំសាយសក់ជាអគ្គមហេសីព្រមទាំងពលសេនាជាច្រើនត្រឡប់ទៅកាន់រាជាបុរីវិញព្រះអង្គទ្រង់គង់លើដំរីជាមួយព្រះនាងជាព្រះជាយាមានពលសេនាហែហមមកជាច្រើនមកដល់បញ្កដាលផ្លៃទ្រង់ក្រឡេកទៅឃើញភ្នំសំពៃភ្នំក្រពើទ្រង់នឹកទោមនស្សជាខ្លាំងនឹងនាងសុវណ្ណមសាថាព្រោះតែវាចិត្តអាក្រក់បានជាឲ្យគេស្លាប់វិនាសអស់យ៉ាងនេះព្រះអង្គប្រើសេនាឲ្យទៅចាប់នាងសុវណ្ណមសាយកមកសម្លាប់ចោលសេនាក៏ធ្វើតាមព្រះរាជបញ្ជាចាប់នាងសុវណ្ណមសាមកកាត់ក្បាលសងសឹកវិញក្បាលនោះក៏កើតទៅជាភ្នំមួយហៅថាភ្នំសងក្បាលនៅជិតស្រុកមង្គលបុរីសប្តាហ៍ថ្ងៃនេះប៉ុន្តែអ្នកស្រុកហៅคล้ายមកថាភ្នំសងក្បាលទៅវិញមានវាលមួយនៅជិតភ្នំនោះសប្តាហ៍ថ្ងៃហៅថាវាលចិញ្ច្រាំពោះព្រោះពោះសេនាចិញ្ច្រាំពោះនាងចោលនៅទីនោះឯយោនីរបស់នាងសេនាបានក្រវែងចោលហើយក្រៅទៅជាភ្នំមួយទៀតហៅថាភ្នំក្រពួយនាងតែសប្តាហ៍ថ្ងៃគេហៅคล้ายមកថាភ្នំបន្តែយនាងចំណែកព្រះបាទរាជកុលនិងព្រះនាងរំសាយសក់ជាអគ្គមហេសីយ៉ាងទៅថ្វាយបង្គំព្រះវរបិតាមេដាវិញហើយទ្រង់គង់នៅជាសុខសាន្តទៅសាច់រឿងដែលបាននិទានខាងដើមនេះក៏ដល់ទីបញ្ចប់ត្រឹមប៉ុណ្ណេះអរគុណចំពោះការចំណាយពេលវេលាតាមដានស្ដាប់កុំភ្លេចចុច Subscribe និងដាក់សញ្ញាកណ្ដឹងដើម្បីទទួលបាននូវវីដេអូថ្មីៗបន្តទៀតសូមអរគុណ